បាទសួស្តីបងប្អូនអ្នកស្នេហាវិស័យឡើយហ្នឹងមានអវ៉ាន់ភ្ញៀវគាត់ពឹងឲ្យជួយបញ្ចេញឲ្យបងឧបករណ៍កែច្នៃហ្នឹងហើយនេះដបវាអាចផ្ទុកបានច្រើនគួរសមដែរប៉ុន្តែគោលដៅយើងនិយាយតាមការពិតគឺវាមិនអាចដោយប្រភេទ Pro M4 ណាបងព្រោះវាអត់មាន regulator ហ្នឹងហើយមួយទៀតកណ្ដុងរបស់វាក៏វែងដែរមានទាំងស្មែលមានទាំងស្នប់បាទមានគ្រាប់ថែមឲ្យប្រើគ្រាប់សំណណាបងមិនមែនប្រភេទប្រើគ្រាប់បដាងទេបាទហ្នឹងហើយប្រើគ្រាប់ 5.5 គោលដៅជាទូទៅលេងចិត្តបងបាទសម្រាប់បងដែលយកទៅឆ្លោះហ្នឹងហើយអាហ្នឹងអាចពិចារណាបានបាទដល់ឆ្លោះពីជប់ពេលអីចឹងណាយើងសពមកពេញទៅអាចបាញ់បានពី30គ្រាប់ទៅ50គ្រាប់ប៉ុណ្ណឹងហ្នឹងប៉ុន្តែជាទូទៅលេងតែ20គ្រាប់30គ្រាប់ហ្នឹងពេកផងបងបាទបើសិនជាយើងសពខ្លាំងពេកគឺវាខ្សោយបាទព្រោះវាអត់មាន regulator សម្រាប់ទប់ខ្យល់ចែកខ្យល់ជាបំណែកអញ្ចឹងណាបាទនៅហើយរូនេះមានតែប៉ុណ្្នឹងទេបងមានអីច្រើនទេហើយខ្យល់គឺធម្មតាអត់មានជ្រាបអត់មានចេញតាមណាទេបាទហើយដបជាប្រភេទដបលុយញោមទេប៉ុន្តែគាត់ស្រោប sticker ណាបងបាទណាហើយសម្រាប់បងដូចខ្ញុំបានជម្រាបជូនអញ្ចឹងបងហ្នឹងហើយយកទៅសម្រាប់ឆ្លោះពេលជប់ហ្នឹងហើយបាញ់អាលោកបាញ់ចាបអីអាហ្នឹងអាចពិចារណាបានបាទណាប៉ុន្តែបើសិនជាចង់ដើរលេងពេលថ្ងៃពេលអីវាហ្នឹងវាមិនអាចលេងបានឆ្ងាយទេបាទហ្នឹងហើយហ្នឹងហៅថារបស់កែច្នៃណាបើយើងយកទៅប្រៀបធៀបតម្លៃយើងប្រៀបធៀបមួយនឹងនេះក៏វាមិនអាចទៅរួចដែរបាទព្រោះវាខុសគ្នាឆ្ងាយបាទមានស្មែលយើងមិនអាចមើលពេលយប់បានប៉ុន្តែបើយើងមានពិលយើងអាចមើលបានហ្នឹងហើយយើងមិនអាចដើរឆ្លោះទាំងដែលអត់មានពិលទេបងបាទមានអ្នកឈូលមួយចឹងទៅមានអ្នកចាំបាញ់មួយចឹងវាអាចបាននេះគ្រាប់បាទគាត់ថែមឲ្យមកគ្រាប់យុទ្ធសាស្ត្របាទហើយកបោកនេះមិនដឹងជាគាត់ថែមឲ្យអត់ទេបាទហ្នឹងហើយមកជាក់ស្ដែងចរចាមួយគាត់ជាក់ស្ដែងបាទហ្នឹងហើយអានេះគាត់ថតវីដេអូឲ្យខ្ញុំទេបងមិនមែនអវ៉ាន់នឹងនៅនឹងខ្ញុំទេបើសិនជាបងចាប់អារម្មណ៍ហ្នឹងហើយអាចសាកសួរបានបាទតាមលេខ Telegram របស់ខ្ញុំ097 8497 550កូដណាបងបាទហ្នឹងហើយហើយព្រោះមានលម្អិតអីយើងអាចជជែកគ្នាបានបាទហើយហ្នឹងរូបរាងមានប៉ុណ្ណឹងហ្នឹងមានអីច្រើនទេបាទអរគុណច្រើន